តោះបងប្អូនមកទស្សនាទេសភាពនៅជ្រោយចង្វាទាំងអស់គ្នាបងប្អូននេះជាកន្លែងល្បែងលេងកម្សាន្តកូនក្មេងបងប្អូនយប់មិញនេះខ្ញុំក៏បានមកលេងនៅជ្រោយចង្វាត្រយខាងកើតដល់បងប្អូនហើយក៏បានមកនាំក្មួយហើយនឹងបងប្អូនមកលេងយប់មិញបងប្អូនហើយនាំក្មួយមកលេងកន្លែងល្បែងក្មេងអញ្ចឹងហើយយប់មិញក៏ម៉ោងហើយជា11បងប្អូនហើយដោយសារយប់ហើយវារឿងស្ងាត់អញ្ចឹងហើយបងប្អូនហើយដោយសារសុខអ្នករវល់ការងារដល់ពេលអញ្ចឹងអត់បានមកលេងពីប្រឡប់ទេបងប្អូនក៏បានមកលេងពេលម៉ោង8ហើយដល់នេះពេលដែលខ្ញុំថតហ្នឹងគឺម៉ោងហើយជាចូលចិត្ត10ជាងហើយបងប្អូនដល់ពេលទៅស្ងាត់ហ្នឹងបងប្អូននៅកន្លែងល្បែងកំសាន្តកូនក្មេងបងប្អូនវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនតោះមកទស្សនាកំសាន្តទេសភាពទាំងអស់គ្នាហើយជាចុងក្រោយបងប្អូនអាចចង់ផ្សព្វផ្សាយផលិតផលបងប្អូនពេកខ្ញុំបាទមានទទួលផ្សព្វផ្សាយទាំងអស់បាទបងប្អូនអាចតាក់ទងមកពេកខ្ញុំផ្ទាល់បានអាចតាក់ទងមកបានបងប្អូនអរគុណច្រើនបាយបាយ